ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទតែឥឡូវនេះខ្ញុំនឹងនិយាយអំពីសិភៅមួយក្បាលដែលមានចំណងជើងថាជីវិតគ្រួសាររបស់អ្នកដឹកនាំ Chris Borisat The Family Life of a Christian Leader ហើយនិពន្ធដោយលោក Chit Fernando គេតើឥឡូវយើងចាប់ផ្ដើមជាមួយសិភៅមួយនឹងទាំងអស់គ្នាអារម្មណ៍កថាសិភៅខ្ញុំភាគច្រើនកាត់ចេញផ្ទាល់ពីប្រព័ន្ធកិច្ចរបស់ខ្ញុំในការដែលខ្ញុំខំព្យាយាមឆ្លើយតបដោយមានមូលដ្ឋានលើព្រះគម្ពីរចំពោះចំណុចពិបាកៗដែលខ្ញុំជួបប្រទះក្នុងពន្ធកិច្ចហើយការនោះក៏ជាការពិតសម្រាប់សិភៅនេះផងដែរប្រហែលឆ្នាំកន្លងមកនេះខ្ញុំបានចំណាយពេលជាច្រើនក្នុងការផ្ដល់ប្រឹក្សាដល់ជីវដៃគូមុននិងក្រោយពិធីអាពាហ៍ពិពាហ៍ដែលភាគច្រើនពួកគាត់បម្រើក្នុងពន្ធកិច្ចខ្លះពេញពេលហើយខ្លះទៀតស្ម័គ្រចិត្តហើយខ្ញុំក៏បានជួយមើលថែ Chris Borisat មួយចំនួនដែលជាអ្នកដឹកនាំនិងជាគ្រូបង្រៀនដែលខ្ញុំបានចែកចាយជាមួយនឹងខ្ញុំអំពីជីវិតគ្រួសាររបស់ពួកគាត់ផងដែរខ្ញុំបានរៀបការអស់រយៈពេល39ឆ្នាំហើយការនោះក៏បានបង្រៀនខ្ញុំជាច្រើននៅប្រទេសកម្ពុជាអ្នករៀនបើកបរត្រូវមានស្លាកឬក៏តែមរៀនបើកបរនៅលើដំបូលសងខាងនិងពីមុខពីក្រោយឡានដែលពួកគាត់កំពុងតែបើកបររហូតដល់ពេលដែលពួកគាត់ទទួលបានបើកបរខ្ញុំត្រូវលើកឡើងថាទោះបីខ្ញុំបានរៀបការអស់រយៈពេល36ឆ្នាំហើយក៏ដោយក៏ខ្ញុំនៅបន្តបើកបរជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំដែលមានស្លាករៀនបើកបរដែរមានចំណុចជាច្រើនដែលខ្ញុំសរសេរនៅក្នុងសៀវភៅនេះគឺជាចំណុចដែលខ្ញុំបានរៀនសូត្រអំពីកំហុសរបស់ខ្ញុំមានចំណុចមួយចំនួនគឺជាចំណុចដែលយើងត្រូវតយុទ្ធជាមួយអស់ពេលពេញមួយជីវិតដែលត្រង់នេះយើងត្រូវប្រើប្រាស់ព្រះគុណដ៏គ្រប់គ្រាន់របស់ព្រះជាម្ចាស់ខ្ញុំពិតជាអរព្រះគុណដល់ព្រះជាម្ចាស់មែនដែលទ្រង់បានប្រទានមកនៅប្រពន្ធដែលអត់ធ្មត់ហើយក៏បានទទួលយកខ្ញុំដែលមានពេញទៅដោយភាពទន់ខ្សោយគាត់គឺជាហេតុផលចម្បងផ្នែកខាងមនុស្សដែលយើងទាំងពីរនាក់មានភាពអរសប្បាយក្នុងជីវិតគ្រួសារខ្ញុំជឿជាក់ថាមូលហេតុមួយដែលព្រះជាម្ចាស់បានប្រទានមកយើងនៅជីវិតគ្រួសារដែលអរសប្បាយគឺដើម្បីឲ្យយើងអាចជួយគ្រួសារផ្សេងៗទៀតដែលកំពុងតែតយុទ្ធប៉ុន្តែការអរសប្បាយរបស់យើងក៏កើតចេញពីការតយុទ្ធផងដែរគឺការតយុទ្ធដែលមានការទ្រទ្រង់ពីព្រះគុណរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំខ្ញុំបានបង្រៀន Chris Borisat ដែលជាច្រើនជាអ្នកដឹកនាំនៅគោលការណ៍ព្រះគម្ពីរដែលទ្រទ្រង់ការពារផ្ទះ Chris Borisat ដែលមានដូចជាអត្ថិភាពចម្បងរបស់ព្រះជាម្ចាស់សេចក្តីស្រឡាញ់អំណរនិងភាពរួបរวมគ្នាទោះជាយ៉ាងណាក៏ដោយក្នុងពន្ធកិច្ចផ្ទាល់ខ្លួនរបស់ខ្ញុំក៏ខ្ញុំបានប្រឈមមុខនឹងចំណុចពិបាកៗទាក់ទងនឹងអ្វីដែលខ្ញុំបានបង្រៀនផងដែរឧទាហរណ៍ខ្ញុំធ្លាប់ឃើញគ្រួសារដែលមិនសូវសប្បាយចិត្តជាច្រើនហើយឪពុកម្ដាយហាក់បីដូចជាមានការបដិញ្ញាចិត្តជាមួយនឹងព្រះជាម្ចាស់និងគោលការណ៍ព្រះគម្ពីរខ្ញុំក៏បានប្រតែប្រតបចំណុចមិនធម្មតាទាំងនេះហើយស្វែងរករបៀបដែលយើងអាចឆ្លើយតបចំពោះវាដោយយោងតាមព្រះគម្ពីរដូច្នេះលោកអ្នកនឹងឃើញថាបន្ទាប់ពីការពិភាក្សាលើការបញ្ជាក់ហាងណាមួយអំពីជីវិតគ្រួសារនោះខ្ញុំក៏បានដាក់បញ្ចូលនៅការពិភាក្សាដែលឆ្លុះបញ្ចាំងពីព្រះគម្ពីរនិងការអនុវត្តមួយចំនួនអំពីរបៀបឆ្លើយតបចំពោះការលំបាកនៃការបញ្ជាក់ហាងនោះបន្ទាប់ពីចំពោះអំពីព្រះជាម្ចាស់ក៏មានអំពុះអំពីការលះអាល័យខ្លួនឯងផងដែរការពិភាក្សារបស់យើងលើប្រធានបទស្រឡាញ់ក៏រាប់បញ្ចូលនៅការពិភាក្សាលើភាពស្មុគស្មាញនៃការស្រឡាញ់ផងដែរការពិភាក្សាលើការរួមដំណេកក៏មាននៅការពិភាក្សាទាក់ទងទៅនឹងបញ្ហានៃការរួមដំណេកផងដែរបន្ទាប់ពីចំពោះអំណរយើងក៏មានមួយចំពោះនឹងអំពីការខកចិត្តនឹងការជឿចាប់ហើយបន្ទាប់ពីចំពោះនៃការរួបរวมគ្នាយើងក៏មានចំពោះមួយលើការឆ្លុះគ្នាដោយក្តីស្រឡាញ់ផងដែរហើយក៏មានការត្រាស់ហៅឲ្យមានការសប្បាយចិត្តជាមួយនឹងកូននិងការត្រាស់ហៅមួយទៀតក្នុងការដាក់ពិន័យកូនសៀវភៅព្យាយាមមានមូលដ្ឋានយ៉ាងរឹងមាំលើព្រះគម្ពីរហើយគណៈពេលនោះក៏ព្យាយាមអនុវត្តព្រះបន្ទូលក្នុងកាលៈទេសៈជាក់ស្ដែងនៅក្នុងផ្ទះលោកអ្នកនឹងឃើញថាខ្ញុំមិនមែនគ្រាន់តែវែងញែកលើខគម្ពីរដែលលើកឡើងចំពោះចំលើបញ្ហាទាក់ទងនឹងគ្រួសារប៉ុណ្ណោះទេប៉ុន្តែខ្ញុំក៏យកគោលការណ៍មូលដ្ឋានព្រះគម្ពីរនៃអាកប្បកិរិយាហើយព្យាយាមអនុវត្តចំណុចទាំងនោះនៅក្នុងជីវិតគ្រួសារដែរការនេះគ្រប់គ្រងទទួលស្គាល់ថាប្រសិនបើយើងអនុវត្តជំនឿ Chris Borisat ដូចតាមព្រះគម្ពីរយ៉ាងម៉ឺងម៉ាត់នៅផ្ទះនោះយើងនឹងឈានទៅដល់ការដែលមានផ្ទះសម្បែងដែលពេញទៅដោយក្តីស្រឡាញ់អំណរនិងភាពបរិសុទ្ធតាមផែនការដ៏ល្អរបស់ព្រះខ្ញុំសូមថ្លែងអំណរគុណដល់អស់អ្នកដែលបានចែកចាយដំណើររឿងជីវិតរបស់ពួកគាត់ជាមួយនឹងខ្ញុំហើយក៏បានជួយឲ្យខ្ញុំមានការយល់ដឹងកាន់តែល្អប្រសើរអំពីជីវិតរស់នៅនៃជំនឿ Chris Borisat ដល់ព្រះហើយខ្ញុំក៏ចង់ថ្លែងអំណរគុណដល់គ្រូបង្រៀនជាច្រើននិងអ្នកដែលដឹកនាំ Chris Borisat ដែលបានលើកទឹកចិត្តឲ្យខ្ញុំសរសេរចុះនៅប្រធានបទដែលខ្ញុំបានណែនាំនៅឯសិក្ខាសាលាអំពីគ្រួសារខ្ញុំសូមថ្លែងអំណរគុណជាពិសេសទៅកាន់លោក Andrew Sanderson ដែលជាប្រធានគណៈកម្មការ Youth for Truth គាត់បានជំរុញជាច្រើនដងឲ្យខ្ញុំសរសេរសៀវភៅដូចនេះដែលកំពុងមានតម្រូវការខ្ញុំក៏ចង់ថ្លែងអំណរគុណដល់ប្រពន្ធរបស់ខ្ញុំឈ្មោះ Nulan និង Normally និង Asri
តែជាកូនរបស់យើងពួកគាត់បានបង្រៀនអំពីជីវិតគ្រួសាររបស់ខ្ញុំជាច្រើនជាងអ្នកផ្សេងៗទៀតពួកគាត់បានបង្ហាញអំពីការអនុវត្តដែលមានការយោងតាមព្រះគម្ពីរទាក់ទងនឹងការអត់ធ្មត់ជាមួយនឹងប្តីនិងឪពុកដែលមានចំណុចខ្សោយជាច្រើនខ្ញុំបានពិគ្រោះយោបល់ជាមួយប្រពន្ធខ្ញុំទាក់ទងនឹងសៀវភៅនេះជាច្រើនសៀវភៅផ្សេងៗទៀតដែលខ្ញុំបាននិពន្ធហើយការពិចារណារបស់គាត់ក៏បន្ថែមគុណសម្បត្តិជាច្រើនទៀតនៅក្នុងសៀវភៅនេះខ្ញុំក៏ចង់ថ្លែងអំណរគុណដល់ឪពុកម្ដាយខ្ញុំដែលបានបង្ហាញថាមនុស្សពីរនាក់ដែលមិនមានភាពស៊ីគ្នាទៅលើសោះក៏ជាមនុស្សដែលមិនព្រមបោះបង់គ្នាចោលក៏អាចផ្ដល់ជូនដល់កូនរបស់ខ្ញុំនៅផ្ទះដែលមានភាពអសប្បាយនិងសុខភាពក្នុងការធ្វើឡើងក្នុងគ្រប់ផ្លូវជាពិសេសក្នុងផ្លូវរបស់ព្រះជាម្ចាស់ដល់ថ្នាក់ថាកូនទាំង5របស់ពួកគាត់ទាំងអស់ជាអ្នកជឿហើយមានចិត្តចង់មកព្រះទទួលអធិពលពីជីវិតរបស់ពួកគាត់នៅក្នុងជីវិតរបស់កូននៅពេលដែលខ្ញុំចាប់ផ្ដើមរៀបចំស៊េរីនៃការបង្រៀនដែលជាលទ្ធផលមាននៅក្នុងសៀវភៅនេះมันមានសៀវភៅណាដែលជួយខ្ញុំច្រើនជាងសៀវភៅព្រះជាម្ចាស់ជីវិតអាពាហ៍ពិពាហ៍និងគ្រួសារសង់មូលដ្ឋានគ្រឹះព្រះគម្ពីរសាជាថ្មី God Marriage and Family Rebuilding the Biblical Foundation និពន្ធដោយ Andres J. Kostenberger ជាមួយនឹងលោក David W. Jones សៀវភៅដ៏ល្អមួយក្បាលនេះផ្ដល់នូវមូលដ្ឋានគ្រឹះយោងតាមព្រះគម្ពីរសម្រាប់ទស្សនវិជ្ជាខុសៗគ្នាទាក់ទងទៅនឹងជីវិតរស់នៅក្នុងគ្រួសារគ្រីស្ទបរិស័ទខ្ញុំមានការភ្ញាក់ផ្អើលហើយក៏ខ្មាស់ត្រង់ថាมันបានសូវលើកឡើងជាសម្រងសម្ដីប្រមាណទេចេញពីសៀវភៅនេះខ្ញុំគិតថាមូលហេតុដោយសារខ្ញុំបានទទួលគោលការណ៍ជាច្រើនចេញពីព្រះគម្ពីរតាមរយៈសៀវភៅនេះហើយបន្ទាប់មកខ្ញុំក៏បានស្វែងរកការអនុវត្តផ្ទាល់ខ្លួនតាមគោលការណ៍ទាំងនោះទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំបានជួបពាក់គុណសៀវភៅនេះយ៉ាងខ្លាំងហើយខ្ញុំក៏ចង់ប្រាថ្នាសរសេរចុះនៅការដឹងគុណរបស់ខ្ញុំទៅកាន់លោក Greg Baggy ដែលធ្វើការនៅក្នុងក្រុម Crossway គាត់ជាអ្នកឯកទេសកែសម្រួលសៀវភៅនេះខ្ញុំជឿថាអំណោយដ៏ល្អបំផុតមួយដែលយើងអាចឲ្យដល់ក្រុមជំនុំលើពិភពលោកសប្តាហ៍នេះគឺការមានការយល់ដឹងលើជីវិតគ្រួសារដែលមានសុខភាពល្អហើយជាអនុវត្តយ៉ាងពេញទីប៉ុន្តែប្រសិនបើយើងចង់ផ្ដល់វិភាគទានទៅកាន់ជាតិសាសន៍យើងតែខាតជារំងយើងត្រូវតែអនុវត្តដោយខ្លួនឯងផ្ទាល់សិនខ្ញុំសូមអធិដ្ឋានថាសៀវភៅនេះនឹងជួយបម្រើមនុស្សជាច្រើនអ្នកនិងជាប្រភពនៃការលើកទឹកចិត្តដល់ពួកគាត់ឲ្យត្រាប់តាមរបៀបនៃការរស់នៅក្នុងគ្រួសារតាមព្រះគម្ពីរបាទសេចក្តីផ្ដើមរបស់យើងគឺមានត្រឹមប៉ុណ្ណឹងយើងសូមបញ្ចប់ត្រឹមប៉ុណ្ណឹងជួបគ្នានៅវីដេអូបន្តសូមអរគុណ